ក្នុងគោលបំណងជំរុញនិងអភិវឌ្ឍតំបន់ទីក្រុងរណបមេគង្គីក្រុងអរិយខ្សាត់ខេត្តកណ្ដាលក៏ដូចជាក្រុងរណបកោះនរារាជធានីភ្នំពេញកាន់តែមានសក្តានុពលនិងមានភាពតាក់ទាញបង្កើនសន្ទុះនៃការវិនិយោគបន្ថែមក្រុមហ៊ុន OCIC ក្រុងនឹងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ពីកោះនរារាជធានីភ្នំពេញទៅក្រុងរណបមេគង្គីក្រុងអរិយខ្សាត់ខេត្តកណ្ដាលជាក់ស្ដែងកាលពីពេលថ្មីៗនេះរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនឯកឧត្តមពេងពូនីបានដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើគម្រោងសិក្សានិងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ពីកោះនរារាជធានីភ្នំពេញទៅក្រុងរណបមេគង្គីនៃក្រុងអរិយខ្សាត់ខេត្តកណ្ដាលដោយមានមន្ត្រីជំនាញពាក់ព័ន្ធចូលរួមជាច្រើនអ្នកឯកឧត្តមផនរឹមអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងថាគម្រោងស្ពានឆ្លងទន្លេមេគង្គកោះនរាទៅទីក្រុងរណបមេគង្គីក្រុងអរិយខ្សាត់ជាគម្រោងរបស់វិស័យឯកជនពលគឺជាគម្រោងរបស់ក្រុមហ៊ុន OCIC ដូចគ្នាទៅនឹងគម្រោងស្ពានឆ្លងទន្លេកោះពេជ្រកោះនរានិងស្ពានឫស្សីកែវភ្ជាប់ក្រុងរណបជ្រោយចុងបាជាដើមឯកឧត្តមបន្តថាបើទោះបីជាគម្រោងនេះជាគម្រោងរបស់វិស័យឯកជនតែរាល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអ្វីមួយគឺត្រូវមកសិក្សាបច្ចេកទេសជាមួយក្រសួងដើម្បីទទួលបានធាតុចូលនិងក្រិតក្រមនៃការអនុវត្តការដ្ឋានឬការងារផ្សេងៗទៀតឯកឧត្តមបានបញ្ជាក់ទៀតថានៅពេលស្ពាននេះលេចចេញជារូបរាងនិងស្ថាបនារួចនឹងធ្វើឲ្យក្រុងអរិយខ្សាត់កាន់តែខិតជិតរាជធានីភ្នំពេញការធ្វើដំណើរកាន់តែងាយស្រួលប្រជាជនកាន់តែច្រើននិងផ្លាស់ប្ដូរទៅរស់នៅទីនោះហើយអាចធ្វើឲ្យតម្រូវការលំនៅឋាននៅតំបន់ក្រុងអរិយខ្សាត់មានកំណើនខ្ពស់អ្នកអង្គការបណ្ឌិតសំសុកនឿនប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុន SAMSN Group បានលើកឡើងថានៅពេលដែលមានស្ពានតភ្ជាប់ពីភ្នំពេញទៅកាន់ក្រុងអរិយខ្សាត់អ្វីដែលរដ្ឋាភិបាលគួរអភិវឌ្ឍនៅតំបន់អរិយខ្សាត់មុនគេនោះគឺហេដ្ឋារចនាសម្ព័ន្ធព្រោះនៅពេលមានស្ពានឆ្លងកាត់ងាយស្រួលធ្វើដំណើរពលរដ្ឋនឹងទៅរស់នៅទីនោះច្រើនដែលធ្វើឲ្យការធ្វើដំណើរមានភាពមមាញឹកជាងមុនទាមទារឲ្យមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធផ្លូវបណ្ដាញទឹកស្អាតនិងបណ្ដាញអគ្គិសនីអ្នកអង្គការក៏បានលើកឡើងដែរថាសម្រាប់សក្តានុពលនៃការវិនិយោគនៅតំបន់អរិយខ្សាត់គឺលំនៅឋានព្រោះថានៅពេលគម្រោងសាងសង់នឹងស្ពានរួចរាល់ពលរដ្ឋផ្លាស់ទីពីទីក្រុងទៅកាន់អរិយខ្សាត់កាន់តែច្រើនធ្វើឲ្យតម្រូវការលំនៅឋាននៅទីនោះកើនឡើងដូច្នេះហើយការវិនិយោគលើលំនៅឋានគឺជាអ្វីដែលវិនិយោគិនគួរពិចារណាគិតគូរមុនគេគួររំលឹកថាបច្ចុប្បន្ននេះនៅជារាជធានីភ្នំពេញមានគម្រោងស្ពានចំនួន2កំពុងមមាញឹកសាងសង់ក្នុងនោះមានស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែព្រែកប្រាដែលក្រុងនឹងចំណាយថវិកាប្រមាណ$60 លានអាមេរិកនិងស្ពានឆ្លងតភ្ជាប់ពីផ្លូវជាតិលេខ1ទៅលវាអែមលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិតដែលក្រុងនឹងចំណាយថវិកាប្រមាណជាង$200 លានអាមេរិកដោយឡែកក៏ត្រឹមបច្ចុប្បន្ននេះមានស្ពានឆ្លងទន្លេនិងតភ្ជាប់តំបន់សំខាន់ចំនួន2ហើយត្រូវបានសាងសង់ដោយក្រុមហ៊ុន OCIC រួមមានស្ពានកោះពេជ្រកោះនរានិងស្ពានឆ្លងទន្លេសាបឫស្សីកែវទៅកាន់ក្រុងរណបជ្រោយចង្វានិងបន្តទៅផ្លូវជាតិលេខ6បើសរុបស្ពានឆ្លងទន្លេមេគង្គពីកោះនរាទៅក្រុងអរិយខ្សាត់មួយទៀតនោះក្រុមហ៊ុន OCIC បានសាងសង់ស្ពានឆ្លងទន្លេសរុបចំនួន3នៅក្នុងរាជធានីភ្នំពេញ